ម៉ែក្មេកខ្ញុំយំក៏មិនចេញសាយក៏មិនចេញដល់អាសាតាន់សាយបើគាត់ឈឺទាំង2ទាំង3ក្នុងរយៈពេលតែមួយយប់ពេលបងប្អូនទាំងគ្នាសាយនឹងចាំឡើង5 6ខែណាបងប្អូនទាំងគ្នាគឺឡើងធំអស់ហើយមួយយប់ពេលណាសាយរបស់គាត់ខូចអស់ឡើង3ហើយអា2នេះគឺថាចាប់ផ្ដើមឈឺរឿងល្ងៀមខ្ញុំចូលមកមើលនៅកន្លែងគាត់ចឹងបានខ្ញុំចាប់អារម្មណ៍ថាអូពីម្សិលម៉ែក្មេករបស់ខ្ញុំគាត់លៀងត្រង់បងប្អូនហើយបើអ្នកម្នាងនេះវិញគឺកូនខ្ចីទៀតបងប្អូនកូនគេឡើងដូចកដោតាមប័ណ្ណពិសោធន៍របស់ម៉ែក្មេកខ្ញុំគាត់ថាឈឺនឹងគឺដោយសារពីម្សិលគាត់លៀងត្រង់សាយនឹងគឺថាវាធំខ្លាំងពេកអញ្ចឹងម៉ែក្មេកខ្ញុំគាត់ចូលទៅសម្អាតគាត់លៀងទឹកមិនដឹងថាវាខ្ចាយត្រូវមិនអីមិនដឹងទេសាតាន់សាយស្រុកនេះបងប្អូនសូម្បីតែបន្លែក៏ត្រូវតែហាលឲ្យស្ងួតដែរដូចនៅខាងលើអញ្ចឹងស្ងួតអញ្ចឹងបានយកមកឲ្យវាស៊ីបើសិនជាបន្លែនៅសល់ទឹកតិចយកមកឲ្យវាស៊ីគឺវាអាចនឹងរាកផលជាក់ស្ដែងគាត់ដឹងថាវាឈឺដោយសារអីដែរបងប្អូនអ្នកដែលគាត់មានប័ណ្ណប្រសោតខាងចិនសាយហ្នឹងបងប្អូនអាចជួយខមមិនម្នាក់មួយហើយបើខ្ញុំគាត់រៀងសប្បាយចិត្តដល់ពេលអា2នេះរៀងសង្គ្រោះទៅវារៀងបានរៀងគ្រាន់មកវិញអា3នោះទៅបងប្អូនគឺស្មាតទៅគឺយកកប់ទាំងអស់ព្រោះដឹងថាវាឈឺជំងឺអីជាក់ស្ដែងអញ្ចឹងអ្នកស្រុកនេះគឺអញ្ចឹងបងប្អូនមិនថាមន់ឬក៏សត្វអីផ្សេងទេតែរបៀបថាវាខូចគឺដឹងគេយកទៅកប់ចានបងថ្លៃខ្ញុំមកដល់ភ្លាមគឺថាកំងឲ្យខ្ញុំធ្វើបបរគ្រឿងឲ្យគាត់ហូបកិច្ចប្រហែលថ្ងៃណាបងប្អូនបបរគ្រឿងខ្ញុំខ្ជិលរឿងផ្សំគ្រឿងនឹងហើយប្តីខ្ញុំនេះក៏ត្រូវជើងគ្នាទៀតអូនឯងទៅធ្វើចាំបងអ្នកបោកខោអាវអញ្ចឹងបណ្ណាគេដាច់ចិត្តហើយឥឡូវប្តីខ្ញុំគាត់បោកខោអាវជាមួយនឹងសាប៊ូបោកខោអាវប្រេនល្អសាប៊ូបោកខោអាវប្រេនល្អរបស់យើងគឺមានច្រើនក្លិនច្រើនពណ៌សម្រាប់ឲ្យយើងជ្រើសរើសក្នុងហ្នឹងក៏មានទឹកបតុនដែរបងប្អូនទាំងគ្នាសម្រាប់ទឹកបតុននៅពេលដែលយើងបោកខោអាវដាក់លាយជាមួយទឹកបតុនធ្វើឲ្យក្លិនខោអាវយើងក៏អូបជាប់បានយូរហើយថែមទាំងធ្វើឲ្យខោអាវរបស់យើងតុនគឺដូចខោអាវយើងតែបោកនៅកន្លែងហាងធំអញ្ចឹងបងប្អូនទាំងអស់គ្នាសាប៊ូបោកខោអាវប្រេនល្អរបស់យើងគឺអាចបោកក្នុងម៉ាស៊ីនឬក៏បោកដោយដៃចេះក៏បានដែរភាពពិសេសរបស់វានឹងគឺក្នុងការកម្ចាត់ក្អែលបានល្អហើយកម្ចាត់បាក់តេរីបានខ្ពស់ទៀតសំខាន់ផលិតផលមួយនេះគឺជាផលិតផលរបស់ខ្មែរដែលសម្រិតសម្រាំងឡើងមកដោយកូនខ្មែរ 100% តែម្ដងខ្ញុំទៅគឺដឹងហើយគឺបោកខោអាវទាំងចុងតែម្ដងគឺខ្ញុំប្រើតែសាប៊ូបោកខោអាវប្រេនល្អនឹងទេដោយសារគុណភាពល្អហើយចំណុះច្រើនសំខាន់តម្លៃសមរម្យខ្លាំងមែនទែនឥឡូវនឹងគឺចូលមកដល់វគ្គធ្វើបបរគ្រឿងវិញហើយបងប្អូនទាំងអស់គ្នាថាបបរគ្រឿងគឺធុញជាងគេអារឿងគ្រឿងច្រើននឹងតែម្ដងបងប្អូនទាំងអស់គ្នាឥឡូវគឺយើងចាប់ផ្ដើមធ្វើហើយចាំមើលធ្វើដៃខ្ញុំធ្វើមើលថាស្នាដៃខ្ញុំធ្វើហ្នឹងគឺដូចអ្នកណៃខ្មែរធ្វើអត់ដំបូងហ្នឹងគឺខ្ញុំដាក់ជាមួយនឹងខ្លាញ់បន្ទាប់មកគឺខ្ញុំបំពងជាមួយនឹងខ្ទឹមហើយខ្ញុំមានជាមួយនឹង High B ដែរបងប្អូនហើយជាមួយនឹងផ្សិតផ្សិតនេះគេហៅផ្សិតឈ្ងុយបងប្អូនទាំងគ្នាហើយពេលដែលវាឈ្ងុយហើយបានខ្ញុំដាក់ទឹកចូលសម្រាប់ខ្ញុំការធ្វើបបរគ្រឿងគឺខ្ញុំធ្វើការធ្វើបែបនឹងដាំទឹកឲ្យវាពុះសិនបានខ្ញុំដាក់សាច់ក្រោយហើយប្តីរបស់ខ្ញុំគឺថាយល់ចិត្តខ្លាំងហើយបងប្អូនហើយជួយលាងចានផងលាងឆ្នាំងផងទឹកពុះហើយគឺខ្ញុំដាក់ទឹកត្រីមុនគេបន្ទាប់មកខ្ញុំដាក់ជាមួយនឹងស្ករសហើយមានជាមួយម្សៅស៊ុបបន្តិចហើយគឺខ្ញុំដាក់ជាមួយនឹងផ្លូវមាត់របស់យើងនឹងចូលទៅបងប្អូនដល់គ្រឿងក្នុងរបស់ជ្រូកក៏ខ្ញុំធ្វើការស្រុះវាហើយបានខ្ញុំយកវាមករំងាស់ម្សាទៀតហើយឥឡូវហ្នឹងយើងឆ្លៀតពេលទៅណែគឺយើងមកធ្វើការលីងកយើងពងខ្លាញ់សិនជាមួយនឹងខ្ទឹមហើយយើងធ្វើការលីងកយើងមិនច្រឡំលីងកឆាកបងប្អូនយើងឆាវាឈ្ងុយអញ្ចឹងដល់ពីឆ្លងកាត់ប្រហែលជាកន្លះម៉ោងក្រោយមកឥឡូវគឺថាទឹកស៊ុបរបស់យើងគឺឆ្អិនហើយចាគឺខ្ញុំដកស្រង់មាន់មកមុនគេហើយនេះបងប្អូនថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសាច់ចុះហើយឥឡូវគឺខ្ញុំដាក់អង្ករចូលអង្គយើងឆាឲ្យមិញហ្នឹងបងប្អូនហើយភ្លេចខ្លួនតែបន្តិចកូនយកសាច់ហូបអស់ហើយចឹងអាហ្នឹងគឺជាក្តីសុខរបស់ខ្ញុំមកចំណាយដែររាល់ពេលធ្វើម្ហូបគឺកូនដើមគ្នាហូបហ្មងឥឡូវហ្នឹងគឺជាមួយនឹងចុងក្រោយចាយើងដាក់ជាមួយនឹងឈាមជ្រូកគ្រឿងរាល់ពេលដែលខ្ញុំធ្វើខ្ញុំអត់ចូលចិត្តបបរឲ្យវាបែកខ្លាំងហើយបងប្អូនទាំងអស់គ្នាតែមកល្មមហើយឥឡូវនេះគឺយើងមកផ្សំគ្រឿងសិនយើងមានសណ្តែកបដោចាអង្គរបស់ខ្ញុំតែប៉ុណ្្នឹងគឺអូខេហើយខ្ញុំចូលចិត្តញ៉ាំតែប៉ុណ្្នឹងតែវារីកខ្លាំងអត់ឆ្ងាញ់នេះយើងមានជាមួយនឹងមាន់ចាមានជាមួយនឹងថ្លើមជ្រូកហើយមានជាមួយពុះវេនពុះតាំងហើយថែមជើងមួយហើយមានជាមួយខ្ទឹមបំពងហើយមានម្រេចហើយដាក់ជាមួយនឹងឆាខ្វៃបន្តិចហើយអត់មានជាណាទេបងប្អូនមានតែស្លឹកខ្ទឹមតែខ្ញុំខ្វះមួយទៀតគឺខ្វះជាមួយនឹងម្ទេសឆាបងប្អូនទាំងគ្នាហ្នឹងគឺខ្ញុំហូបហើយសម្រាប់ម៉ែក្មេកខ្ញុំហើយបងថ្លៃខ្ញុំក៏គាត់ហូបចាគាត់ដាក់ចូលគ្នាអញ្ចឹងហ្មងតែដាក់ហើយគឺលើកចាញ់ព្រោះអីសណ្តែកបដោះក៏គាត់តែត្រូវជាតិក្តៅហ្នឹងគឺវាឆ្អិនស្រាច់អ្នកផ្ទះខ្ញុំគឺចូលចិត្តហូបជាងគេជាមួយនឹងបបរគ្រឿងហ្នឹងបងប្អូនទាំងអស់គ្នាជាពិសេសគឺបងថ្លៃរបស់ខ្ញុំគឺគាត់អាសាទាហូបខ្លាំងមែនតើឲ្យតែមកផ្ទះខ្ញុំអញ្ចឹងគាត់ចូលចិត្តឲ្យខ្ញុំធ្វើមួយមុខហ្នឹងដោយសារគាត់អត់ចេះធ្វើទេហើយពេលលើកមុនខ្ញុំធ្វើឲ្យគាត់ហូបទៅគាត់ចូលចិត្តញ៉ាំអញ្ចឹងបងប្អូនទាំងអស់គ្នានិយាយរួមទៅផ្ទះខ្ញុំពេលដែលធ្វើបបរគ្រឿងគឺអត់ចាំបាច់ធ្វើហូបអីផ្សេងទេគឺហូបមកផ្ទះគឺហូបបានចូលគ្នាទាំងអស់គ្នាហ្មងហើយវីដេអូដែលបងប្អូនចែកម្លែកហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងសម្រាប់ការស្រឡាញ់ចូលចិត្តចាំជួបគ្នានៅវីដេអូថ្ងៃស្អែកទៀត